ជំរាបសួរអ្នកស្រីវិជ្ជបណ្ឌិតចា៎ជំរាបសួរបងនៅថ្ងៃអាទិត្យទី12ឧសភាខាងមុខនេះក្រុមការងាររបស់មន្ទីរពេទ្យកាឡាម៉ែតដែលដឹកនាំដោយអ្នកស្រីវិជ្ជបណ្ឌិតផ្ទាល់តែម្ដងនឹងរៀបចំកម្មវិធីមួយដើម្បីផ្សព្វផ្សាយអំពីជំងឺមហារីកមាត់ស្បូននៅក្នុងនេះនឹងនាងខ្ញុំចង់ជម្រាបសួរអ្នកស្រីថាតើកម្ពុជាមានស្ថានភាពប្រឈមនឹងជំងឺមហារីកមាត់ស្បូននេះកម្រិតណាដែរចា៎ចាសប្តាហ៍ថ្ងៃនេះស្ត្រីកម្ពុជាយើងគឺកើតជំងឺមហារីកមាត់ស្បូនការដែលគាត់កើតគឺមានកម្រិតខ្ពស់តែគួរឲ្យកត់សម្គាល់បើសិនជាយើងមើលស្ថិតិនៅតាមមន្ទីរពេទ្យដែលព្យាបាលជំងឺមហារីកយើងសង្កេតឃើញថាក្នុងចំណោមជំងឺមហារីកទាំងអស់នៅលើស្ត្រីជំងឺមហារីកមាត់ស្បូនគឺឈរជួរទី1បានន័យថាស្ត្រីយើងកើតជំងឺមហារីកមាត់ស្បូនច្រើនជាងគេហើយស្ថិតិពីអង្គការសុខភាពពិភពលោកក៏បានបង្ហាញថាស្ត្រីកម្ពុជាគឺកើតជំងឺមហារីកមាត់ស្បូនច្រើនជាងគេបំផុតក្នុងចំណោមស្ត្រីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ដូច្នេះតួលេខនេះគឺធ្វើឲ្យរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាយើងមានការព្រួយបារម្ភជាខ្លាំងហើយដូច្នេះបានជាក្រសួងសុខាភិបាលលោកតែតែខិតខំប្រឹងប្រែងរៀបចំយុទ្ធសាស្ត្រជាតិដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺមហារីកមាត់ស្បូននេះចាតើស្ត្រីក្នុងវ័យណាដែលជួបគ្រោះកើតជំងឺមហារីកមាត់ស្បូននេះច្រើនជាងគេចាបើតាមការស្រាវជ្រាវទៅស្ត្រីនៅក្នុងវ័យអាយុពី35ទៅដល់49ឆ្នាំគឺកើតជំងឺនេះហើយស្លាប់ដោយសារជំងឺនេះច្រើនជាងគេបំផុតតាមការស្រាវជ្រាវទៅបានសេចក្តីថាបើស្ត្រីណាម្នាក់មានជំងឺមហារីកមាត់ស្បូននេះហើយគឺគាត់មិនអាចព្យាបាលឬក៏អាចរស់រានមានជីវិតបានយូរអង្វែងទេជំងឺមហារីកមាត់ស្បូនវាព័ទ្ធតាមដំណាក់កាលរបស់វាស្ត្រីដែលមានជំងឺមហារីកមាត់ស្បូនដំណាក់កាលធ្ងន់បានន័យថាវារាលដាលដល់សរីរាង្គដទៃទៀតទៅហើយដែលនៅជិតនោះគឺមួយក៏រាលដាលដល់សរីរាង្គផ្សេងដែលនៅឆ្ងាយពីមាត់ស្បូនស្ត្រីទាំងនោះមិនមានឱកាសនឹងរស់បានយូរទេចំណែកស្ត្រីដែលមានជំងឺមហារីកមាត់ស្បូននៅដំណាក់កាលដំបូងបានន័យថាគាត់តែមានកោសិកាមហារីកស៊ីរាលដាលនៅតំបន់មាត់ស្បូនមិនទាន់ឆ្លងទៅសរីរាង្គផ្សេងទៀតគាត់អាចមានឱកាសព្យាបាលបានគឺគ្រាន់តែការវះកាត់និងការចាក់ថ្នាំគីមីក៏ដូចជាការបាញ់កាំរស្មីនៅត្រង់នោះគាត់មានឱកាសពន្យាជីវិតគាត់បានរហូតដល់5-6 ឆ្នាំចាហើយបើសិនជាយើងនិយាយអំពីរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនវិញតើគេអាចសម្គាល់បានដែរឬទេឬក៏មានរោគសញ្ញាអ្វីបញ្ជាក់ឲ្យយើងដឹងថាយើងកំពុងតែជួបគ្រោះកាចជំងឺមហារីកមាត់ស្បូនទៅហើយចាអរគុណបងចំពោះសំណួរនេះតាមពិតជំងឺនេះវាវិវត្តពីដំណាក់កាលមុនមហារីករហូតដល់ដំណាក់កាលមហារីកហើយដំណាក់កាលមុនមហារីកនេះគឺមានរយៈពេលយូររហូតដល់10ឆ្នាំយ៉ាងហោចក៏10ឆ្នាំដែរដូច្នេះក្នុងវ័យដែលស្ត្រីមានផ្ទុកនៃជំងឺនេះក្នុងដំណាក់កាលមុនមហារីកគឺគាត់មិនមានជារោគសញ្ញាអីគួរឲ្យកត់សម្គាល់ទេគឺស្ត្រីភាគច្រើនគាត់ធ្លាក់សធម្មតាដោយស្ត្រីទូទៅដែលមានផ្ទុកជំងឺនេះអញ្ចឹងប៉ុន្តែកាលណាវិវត្តទៅដល់ដំណាក់កាលមហារីកដែលវាស៊ីរាលដាលទៅគឺស្ត្រីភាគច្រើនធ្លាក់ឈាមតាមទ្វារដោយឯងឬមួយធ្លាក់ឈាមតាមទ្វារបន្ទាប់ពីគាត់រួមសង្វាស់ឬធ្វើរួមភេទចានាងខ្ញុំចង់ជំរាបសួរបញ្ជាក់អ្នកស្រីវិជ្ជបណ្ឌិតឲ្យចាំតែច្បាស់បន្ថែមទៀតថាជំងឺមហារីកមាត់ស្បូននេះគឺមិនមែនជំងឺមហារីកស្បូនទេចាត្រឹមត្រូវបងគឺជំងឺមហារីកមាត់ស្បូនខុសពីជំងឺមហារីកស្បូនរបស់ស្ត្រីចែកចេញជាពីរផ្នែកគឺផ្នែកខាងលើគេហៅថាតួស្បូនហើយផ្នែកខាងក្រោមគេហៅថាមាត់ស្បូនឬមួយក៏កស្បូនហើយចំណែកជំងឺមហារីកដែលយើងកំពុងតែវិភាគសាក្នុងថ្ងៃនេះគឺមហារីកផ្នែកខាងក្រោមដែលគេហៅថាកស្បូនឬមាត់ស្បូននឹងឯងចំណែកមហារីកផ្នែកតួស្បូនគឺយើងមិនបានយកមកពិភាក្សាថ្ងៃនេះទេចាបើយើងបន្តចាប់អារម្មណ៍នឹងជំងឺមហារីកមាត់ស្បូនឬក៏កស្បូននេះបន្តទៅទៀតថាតើមានមធ្យោបាយអ្វីអាចការពារជំងឺមហារីកនេះបានដែរឬទេចាមធ្យោបាយនៃការការពារជំងឺមហារីកមាត់ស្បូននេះសប្តាហ៍នេះគឺមានមធ្យោបាយទីធំទីមួយគេហៅថាការបង្ការដំបូងដែលធ្វើឡើងដោយការចាក់វ៉ាក់សាំងហើយនឹងការបង្ការបន្ទាប់ដែលស្ត្រីនេះបន្ទាប់ពីការចាក់វ៉ាក់សាំងហើយនៅពេលដែលគាត់ចាប់ផ្ដើមរួមភេទហើយគឺគាត់ត្រូវទៅរកសេវាពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់រៀងរាល់1ឆ្នាំឬ2ឆ្នាំម្ដងចាបានន័យថាបើសិនជាយើងចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនអាចធ្វើទៅកើតដរាបណាតែស្ត្រីនោះនៅលាវមិនទាន់មានការរួមរយៈមិនទាន់មានទំនាក់ទំនងផ្លូវភេទចាបងជំងឺមហារីកមាត់ស្បូននេះវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះគឺមានប្រសិទ្ធភាពខ្ពស់បំផុតបើសិនជាយើងចាក់ស្ត្រីនៅអាយុក្មេងបានន័យថាចាប់ពី9ឆ្នាំដល់25ឆ្នាំឬមួយក៏ស្ត្រីដែលមិនទាន់ឆ្លងកាត់ការរួមភេទអញ្ចឹងប្រសិទ្ធភាពរបស់វ៉ាក់សាំងគឺខ្ពស់បំផុតខណៈស្ត្រីឆ្លងកាត់ការរួមភេទហើយប្រសិទ្ធភាពរបស់វ៉ាក់សាំងគឺថយចុះតែសំណួរថាតើថយចុះប៉ុន្មានភាគរយអត់មានអ្នកណាទាន់ឆ្លើយបានទេពីព្រោះមានការសិក្សាណាអាចបញ្ជាក់បានថាប្រសិទ្ធភាពរបស់វ៉ាក់សាំង
ថយចុះប្រមាណភាគរយបើសិនជាស្ត្រីចាក់នៅពេលក្រោយពីការរួមភេទហើយអញ្ចឹងគ្រាន់តែយើងអាចដឹងថាប្រសិទ្ធភាពវ៉ាក់សាំងគឺមានការថយចុះបើប្រៀបធៀបទៅនឹងនារីក្មេងៗដែលគាត់ចាក់មុននឹងគាត់ឈរមុខនឹងការរួមភេទចាឥឡូវនាងខ្ញុំសូមងាកត្រឡប់ទៅចាប់អារម្មណ៍នឹងកម្មវត្ថុនៃកម្មវិធីរបស់អ្នកស្រីដែលនឹងរៀបចំឡើងនៅថ្ងៃទី12ឧសភាខាងមុខវិញតើជាកម្មវិធីអ្វីឲ្យពិតប្រាកដទៅចាសូមជម្រាបជូនបងប្អូនស្ដាប់ដូចជាបងផ្ទាល់ថ្ងៃអាទិត្យទី12ខែឧសភាខាងមុខនេះដែលជាថ្ងៃដែលពិភពលោកគេប្រារព្ធនៅទិវាមេដាសកលទីខេត្តកាឡាម៉ែតក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជានិងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានរៀបចំនៅទិវាឬមួយក៏គេហៅឲ្យចំថាយុទ្ធនាការមួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមកបូនដែលយុទ្ធនាការនេះគឺចែកចេញជាពីរពេលធំគឺយើងធ្វើពេលព្រឹកពេលមួយព្រឹកជាការអប់រំមន្ត្រីសុខាភិបាលឲ្យគាត់យល់ដឹងនិងចេះពីវិធីបង្ការជំងឺមហារីកមកបូនចេះផ្ដល់សេវាបង្ការជំងឺមហារីកមកបូនចំណែកពេលល្ងាចយើងធ្វើទៅជូនមហាជនគឺយើងធ្វើវេទិកាសាធារណៈមួយដែលក្នុងនោះមានយុវជនស្ម័គ្រចិត្តប្រហែលជាង150នាក់គាត់ចូលរួមសម្ដែងរឿងខ្លីដើម្បីអប់រំប្រជាជនឲ្យយល់ដឹងពីជំងឺមហារីកមកបូនក៏ដូចជាវិធីបង្ការជំងឺមហារីកមកបូនហើយក្នុងវេទិកានោះដែរយើងក៏បើកជាកម្មវិធីសម្រួលចម្លើយដែលជាអតីតឯកទេសនៃមន្ទីរពេទ្យកាឡាម៉ែតផ្នែកមហារីកនិងផ្នែករោគស្ត្រីគាត់ចូលរួមជាវាគ្មិនបកស្រាយនៅសំណួររបស់មហាជនចាឥឡូវនាងខ្ញុំចង់ជម្រាបសួរបញ្ជាក់បន្ថែមមួយទៀតថាអ្នកស្រីបានរៀបចំកម្មវិធីសម្រាប់ថ្ងៃទី12ហើយដើម្បីឲ្យជម្រាបជូនប្រិយមិត្តជម្រាបជូនប្រជាជនកម្ពុជាទាំងមូលឲ្យបានយល់ដឹងនិងស្គាល់អំពីវិធីការពារនិងរបៀបរកសេវាចុះមកក្រៅពីកម្មវិធីនេះតើបណ្ដាស្ត្រីខ្មែរទាំងឡាយគាត់ធ្វើយ៉ាងណាគាត់អាចទៅតាក់ទងនៅទីណាដើម្បីអាចតាមដានសុខភាពបត់ស្បូនរបស់គាត់នេះបានចាចំពោះស្ត្រីនៅតាមទីក្រុងភ្នំពេញគឺមិនមានការលំបាកទេគឺគ្រប់មន្ទីរពេទ្យរដ្ឋក៏ដូចជាមន្ទីរពេទ្យឯកជននៅទីក្រុងភ្នំពេញសុទ្ធតែផ្ដល់សេវាសុខភាពការពារជំងឺមហារីកមកបូនបានដោយឡែកមន្ទីរពេទ្យនៅតាមខេត្តមួយចំនួនជាពិសេសខេត្តឆ្ងាយដាច់ស្រយាលគឺសេវាសុខាភិបាលគឺការរបស់យើងដែលពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសុខាភិបាលទាក់ទងនឹងការបង្ការជំងឺមហារីកមកបូនឲ្យបានគ្រប់គ្នានៅឡើយទេហើយដូច្នេះបានជាក្រសួងសុខាភិបាលលោកកំពុងតែបង្កើតនៅវគ្គបំផន់អប់រំគ្រូពេទ្យក៏ដូចជាវិញ្ញាណបឋាយិកាឲ្យគាត់យល់ដឹងថែមទៀតនៅវិធីបង្ការជំងឺមហារីកមកបូនឲ្យមានប្រសិទ្ធភាពដូច្នេះកម្មវិធីនេះគឺកំពុងតែត្រូវបន្តរៀងរាល់ថ្ងៃហើយសង្ឃឹមថាប្រហែលជា3ទៅ4ឆ្នាំខាងមុខទៀតសេវាសុខាភិបាលទាក់ទងទៅនឹងជំងឺមហារីកមកបូននេះនឹងបានដល់ទូលំទូលាយទូទាំងប្រទេសកម្ពុជាចាបើសិនជាខ្ញុំជំរាបសួរអ្នកស្រីវិជ្ជបណ្ឌិតថាតើវិធីការពារអ្វីមានវិធីការពារអ្វីខ្លះក្រៅពីចាក់ថ្នាំបង្ការថាលោកស្រីវិជ្ជបណ្ឌិតបញ្យល់ថាយ៉ាងម៉េចដែរចាក្រៅពីចាក់ថ្នាំបង្ការគឺការពិនិត្យមាត់ស្បូនអាចធ្វើឡើងតាមវិធីសាស្ត្រ3សំខាន់ដែលនៅក្នុងនោះខ្ញុំសូមរៀបរាប់ពីវិធីសាស្ត្រដំបូងដែលចំណាយអស់ថវិកាតិចរហូតដល់វិធីសាស្ត្រចុងក្រោយដែលជាវិធីសាស្ត្រដែលប្រើបច្ចេកវិទ្យាខ្ពស់ហើយរៀងចំណាយអស់ថវិកាច្រើនប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ដូច្នេះវិធីសាស្ត្រទី1ដែលចំណាយអស់ថវិកាតិចជាងគេហើយងាយស្រួលនឹងស្វែងរកសេវាសុខាភិបាលជាងគេគឺគេហៅថា test VIA គឺស្ត្រីទៅពិនិត្យមាត់ស្បូនដោយគ្រូពេទ្យខាងរោគស្ត្រីគាត់តាត់មាត់ស្បូនមើលហើយគាត់ជ្រលក់មាត់ស្បូនស្ត្រីទៅនឹងសារធាតុជូរម្យ៉ាងដើម្បីមើលការប្រែប្រួលនៃកោសិកាមាត់ស្បូនបើមិនជាមានការប្រែប្រួលមិនធម្មតាគឺពេទ្យអាចសន្និដ្ឋានបានថាស្ត្រីស្ថិតនៅក្នុងភាពគ្រោះថ្នាក់មួយឬក៏មិនស្ថិតនៅក្នុងភាពគ្រោះថ្នាក់មួយដូច្នេះវិធីនេះគឺងាយស្រួលជាងគេបំផុតហើយចំណាយអស់ថ្លៃតិចនិងចំណាយពេលវេលាតិចវិធីមួយទៀតគឺស្ត្រីទៅរកសេវាពិនិត្យមាត់ស្បូនដោយគ្រូពេទ្យធ្វើការបើកមាត់ស្បូនដូចគ្នាហើយធ្វើការបៀកយកកោសិកាមាត់ស្បូនចូលមើលដែលវិធីនេះជាភាសាអង់គ្លេសគេហៅថា PET smear វិធីនេះត្រូវការអ្នកបច្ចេកទេសមន្ទីរពិសោធន៍ធ្វើការវិភាគកោសិកានោះដើម្បីឲ្យដឹងថាកោសិកានោះថាខ្លាចជាកោសិកាមហារីកឬនៅវិធីនេះចំណាយអស់ពេលវេលាច្រើនហើយក៏ថវិកាច្រើនគួរសមមកប្រៀបធៀបទៅនឹងវិធីសាស្ត្រមុនចំណែកវិធីសាស្ត្រចុងក្រោយគឺជាវិធីសាស្ត្រដែលប្រើបច្ចេកវិទ្យាខ្ពស់គឺយើងធ្វើតេស្តរោគមេរោគដែលបង្កឲ្យការជំងឺមហារីកមកស្បូនដែលមេរោគនោះមានឈ្មោះថា HPV ដូច្នេះ HPV នេះគឺការបច្ចេកវិទ្យាចុងក្រោយដែលពិភពលោកកំពុងតែប្រើប្រាស់នេះហើយគាត់ធ្វើការបៀកមាត់ស្បូនស្ត្រីយកកោសិកាមាត់ស្បូនយកមកមើល
នៅក្នុងម៉ាស៊ីនគឺតែនេះគឺយើងប្រើម៉ាស៊ីនដែលប្រើបច្ចេកវិទ្យាចុងក្រោយគេបំផុតហើយម៉ាស៊ីនយើងឆ្លើយប្រាប់យើងថាតើស្ត្រីនោះឯងកោសិការបស់គាត់មានទុកមេរោគ HPV ដែលជាមេរោគបង្កឲ្យកើតជាជំងឺមហារីកមាត់ត្បូនហើយនៅបើសិនជាគាត់មានទុកហើយគាត់គួរតែប្រយ័ត្នហើយទៅតាមដានឲ្យបានច្បាស់ជាងមុនជាមួយនឹងគ្រូពេទ្យដែលជំនាញចាគឺមានវិធីសាស្ត្រ3ធំនេះហើយយើងធ្វើការតាមដានមាត់ត្បូនរបស់ស្ត្រីនៅពេលសប្តាហ៍នេះចាតើវិធីសាស្ត្រទាំង3នេះគឺសិតតែមានអាចអនុវត្តបានធ្វើបាននៅក្នុងមន្ទីរកាឡាម៉ែតនិងមន្ទីរពេទ្យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាយើងចាដោយឡែកវិធីសាស្ត្រចុងក្រោយដែលយើងហៅថាតេស្ត HPV នេះមានតែមន្ទីរពេទ្យកាឡាម៉ែតមួយទេដែលអាចផ្ដល់សេវាជូនប្រជាជនខ្មែរបានពីព្រោះវាជាបច្ចេកវិទ្យាចុងក្រោយហើយយើងធ្វើការនាំចូលទៅតែប្រហែលជា 4-5 ខែមុនបច្ចេកវិទ្យានេះយកមកមន្ទីរពេទ្យកាម៉ាដូច្នេះថ្ងៃអនាគតយើងសង្ឃឹមថាមន្ទីរពេទ្យរដ្ឋក៏ដូចជាមន្ទីរពេទ្យនៅតាមខេត្តអាចមានសេវាសុខភាពចាដូច្នេះនាងខ្ញុំសូមថ្លែងអំណរគុណអ្នកស្រីវិជ្ជបណ្ឌិតណាដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិធ្វើបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងប៉ារីចាអរគុណច្រើនណាចាចាអរគុណបងជំរាបលាចាជំរាបលាសូមបញ្ជាក់ថាអ្នកស្រីវិជ្ជបណ្ឌិតហែមមនីរតគឺជាគ្រូពេទ្យឯកទេសផ្នែកវិភាគកោសិកាមហារីកនៅឯមន្ទីរពេទ្យកាឡាម៉ែតក្រុងភ្នំពេញ